តាមពិតទៅស្រុកខ្មែរយើងមិនមានត្រឹមតែខ្ញុំចង់និយាយថាមិនត្រឹមតែអសន្នសុខដីរបស់ប្រជាពលរដ្ឋសាមញ្ញនេះដីរបស់ប្រជាពលរដ្ឋសាមញ្ញវាអសន្នសុខពេកទៅហើយ50,000 ទៅ 70,000 គ្រួសារដែលទទួលរងផលប៉ះពាល់ហើយទាំងអសន្នសុខដីសាធារណៈរបស់រដ្ឋទៅទៀតលក់អស់ព្រៃឈើអីសមុទ្រអីហ្នឹងព្រមទាំងអសន្នសុខអាចនឹងដែនដីទាំងមូលទាំងដងអានឹងវាច្បាស់តែម្ដងអានឹងរឿងមួយរឿងទី2សំណួរសួរថាតើនៅក្រោមអាណានិគមយួនឬទេខ្ញុំហ៊ានឆ្លើយថានៅក្រោមអាណានិគមយួនបែបថ្មីវាមិនមែនបែបចំនួនតារាងទេហើយក៏មិនមែនបែបចំនួនជប៉ុនចូលស្រុកយើងដែរប៉ុន្តែបែបរបៀបជាយុទ្ធសាស្ត្រមួយវែងឆ្ងាយពីព្រោះអាណានិគមបារាំងអាណានិគមជប៉ុនមកតបកាន់កាប់ប៉ុន្តែយួនបានមកតបកាន់កាប់ម្ដងហើយក្នុងស្ថានភាពនេះគឺកាន់កាប់ខាងផ្នែកសេដ្ឋកិច្ចកាន់កាប់ខាងផ្នែករដ្ឋបាលកាន់កាប់ខាងផ្នែកការងារគឺច្បាស់លាស់តែម្ដងអាហ្នឹងរឿងសំណួរទី1សំណួរទី2សួរថាតើការអនុវត្តច្បាប់សេដ្ឋកិច្ចឬក៏ច្បាប់អន្តរប្រវេណនេះជាលក្ខណៈអន្តរជាតិក្តីជាលក្ខណៈជាតិក្តីខ្ញុំឃើញថៃគាត់ធ្វើតែមួយខែគាត់ជនជាតិខ្មែររាប់ម៉ឺននាក់ជនជាតិឡាវរាប់ម៉ឺននាក់ជនជាតិភូមារាប់ម៉ឺននាក់គាត់អនុវត្តតែមួយខែគាត់សម្អាតទាំងអស់ចេញពីប្រទេសថៃប៉ុន្តែយើងអត់ចង់រំលោភសិទ្ធិមនុស្សដូចថៃទេយើងចង់សហការគ្នាជាមួយនឹងរដ្ឋាភិបាលវៀតណាមចង់សហការគ្នាជាមួយនឹងអង្គការសិទ្ធិមនុស្សអន្តរជាតិឬក៏អង្គការជនភៀសខ្លួនអន្តរជាតិដើម្បីបោសសម្អាតដោយដែលមេរៀនដែលថៃយើងប្រាប់យើងអញ្ចឹងហើយលឿនណាស់តែមួយខែទេអានេះចំណុចទី2ដែលខ្ញុំចង់បកស្រាយជូនឲ្យហូរចូល